នាងមកហើយម្ចាស់រឿងព្រេងនិទានឆ្នាំដើម្បីតបខ្ញុំចាំនាងពេលជាច្រើនឆ្នាំទីបំផុតនាងចេញមកហើយតាទួតអាចក្រោកពីគ្រែបានបែបនេះមើលទៅតាទួតមានកម្លាំងខ្លាំងណាស់លោកតាចៅអាក្រក់ប្រកោឆ្នាំងដាំបាយទឹកទាំង4មុខហើយយើងនឹងអង្វរម្ចាស់ស្រីឲ្យទុកជីវិតឲ្យហាគ្មានអ្នកណាដឹងថាឆ្នាំងដាំបាយទឹកនៅឯណាទេប្រសិនបើខ្ញុំស្លាប់នៅថ្ងៃនេះឆ្នាំងដាំបាយទឹកដឹកទៅប្រទេសជប៉ុនដោយសម្ងាត់ជាមិនខានគ្រួសារឈិនមិនគួរចិញ្ចឹមអាកូនក្បត់ជាតិដូចឯងហាខ្ញុំដឹងថាអាកំបាំងនាងជាមួយនឹងឆ្នាំងដាំបាយទឹកហើយខ្ញុំក៏ដឹងពីមូលហេតុនាងអាចរស់ជារៀងរហូតផងដែរហេតុអ្វីយើងមិនធ្វើកិច្ចព្រមព្រៀងទៅនាងឲ្យខ្ញុំអមតៈខ្ញុំនឹងប្រកោតឆ្នាំងដាំបាយទឹកឯងប្រហើនណាស់បើឯងមិនប្រកោតឆ្នាំងដាំបាយទឹកនៅពេលនេះទេខ្ញុំនឹងបង្ហាញឯងថាអ្វីជាឋាននរកពិតប្រាកដជាកិច្ចព្រមព្រៀងហាទៅយើងម្ចាស់ស្រីពិតជាឲ្យគេទៅបែបនេះមែនទេបើឆ្នាំងដាំបាយទឹកមិនត្រូវបានប្រគល់មកវិញគ្រួសារធំទាំង4ប្រាកដជាទទួលរងទណ្ឌកម្មខ្ញុំខ្លាចថាមិនអាចដល់3ខែឲ្យពួកគេទៅចុះខ្ញុំស្អប់ការគំរាមកំហែងណាស់មនុស្សច្រើនណាស់តើអ្នកកំពុងធ្វើអ្វីអ្នកមានរស្មីនៃឆ្នាំងដាំបាយទឹកអញ្ចឹងមានន័យថាអ្នកបានតាក់ទងវាយូរហើយមិនអាចនោះទេខ្ញុំអាចតាក់ទងឆ្នាំងដាំបាយទឹកដោយរបៀបណាទៅផ្ទះចាស់គ្រួសារឈិនតើអ្នកចំណាយពេលច្រើនបំផុតនៅឯណានៅសាលារៀនតើវាអាចទៅរួចដែរទេឈិនឡុងបានលាក់ឆ្នាំងដាំបាយទឹកនៅក្នុងសាលារបស់អាវ៉ាំងខ្ញុំបានឲ្យមនុស្សស្វែងរកយូរហើយនៅតែមិនទាន់រកឃើញសោះម្ចាស់ស្រីជ័យអង្គុយលោកប្តីតើនាងជាបិសាចប្រភេទណាលោកតាគាត់ចិត្តស្លាប់ហើយគាត់អាចដើរបានដោយរបៀបណាមែនហើយប៉ានាងដូចជាចេះមន្តអាគមយកនាងចេញពីទីនេះទៅមែនហើយមនុស្សមុំឯងហ៊ាននិយាយមិនគោរពម្ចាស់ស្រីបែបនេះចេញទៅហើយលុតជង្គង់ចុះកុំចូលមកបើគ្មានការអនុញ្ញាតពីយើងលោកប្តីលោកប៉ាតិចទៅជីតាប្រាប់ឲ្យចេញទៅលុតជង្គង់ទៅបើតាទួតស្លាប់គ្មានអ្នកណាការពារខ្ញុំទេខ្ញុំគិតតាទួតមានសុខភាពល្អណាស់ខ្ញុំម្ចាស់ស្រីអញ្ជើញផឹកតារយៈពេលតិចជាង100ឆ្នាំអ្វីបានផ្លាស់ប្ដូរចំពោះមុខអ្នកខាងក្រៅមិនចាំបាច់ហៅខ្ញុំម្ចាស់ស្រីទេហៅខ្ញុំជីស៊ូបានហើយបាទខ្ញុំទៅសាលាឈិនវាងបាទឈិនយ៉ានាំជីស៊ូទៅសាលាឆាប់បំផុតតាមដែលអាចធ្វើបានកុំឲ្យអ្នកណារារាំងឈិនវាងឯងត្រូវមើលថាជីស៊ូឲ្យបានល្អមិនឲ្យមានកំហុសឡើយយល់ទេខ្ញុំមែននឹងមើលថានាងតាគិតថានាងត្រូវការខ្ញុំទេតាឯងមិនចង់ទេអាចមើលថាជីស៊ូគឺជាពរជ័យឯកហើយចូលទៅរៀបចំបន្ទប់ឲ្យជីស៊ូសម្រាប់នៅទីនោះផងតាឯងយល់ទេពរជ័យនេះប្រគល់ឲ្យអ្នកផ្សេងបានទេឈិនយ៉ាមកជាមួយយើង